នៅក្នុងវីដេអូមួយនេះ admin នឹងមកបង្រៀនពីរបៀបបង់ថ្លៃដឹកស្នើដឹកនិងស្នើដកអីវ៉ាន់ជាដំបូងនោះបងគ្រាន់តែចុចចូលកន្លែងខ្ញុំបាទបន្ទាប់មកឃើញមានអីវ៉ាន់ដែលដាក់ថានៅក្នុងឃ្លាំងអាហ្នឹងមានន័យថាគឺអីវ៉ាន់បានមកដល់ហើយអញ្ចឹងនៅពេលដែលឃើញថាអីវ៉ាន់បានមកដល់ហើយបងអាចធ្វើការបង់ប្រាក់ថ្លៃដឹកហ្នឹងបន្ទាប់មកយើងអាចធ្វើការស្នើដឹកឬមួយក៏ដកអីវ៉ាន់មួយនឹងបានអញ្ចឹងមុននឹងធ្វើការបង់ប្រាក់ថ្លៃដឹកអីវ៉ាន់នឹងបានបងត្រូវបញ្ចូលលុយនៅក្នុង app Loda សិនអញ្ចឹងយើងគ្រាន់តែចូលនៅក្នុងកន្លែងកាបូបលុយដាក់ចំនួនទឹកប្រាក់ដែលបងចង់បញ្ចូលនៅក្នុង app បន្ទាប់ពីចុចកន្លែងបញ្ចូលទឹកប្រាក់នេះមកបងគ្រាន់តែរើសយក ABA QR បន្ទាប់មកបងចុចពាក្យបញ្ជាក់នេះមកវានឹងលោតចូលក្នុង app ABA របស់បង direct ហ្មងអញ្ចឹងបន្ទាប់ពីធ្វើការវេប្រាក់រួចរាល់ហើយបងគ្រាន់តែចុច back ត្រឡប់ទៅវិញបន្ទាប់មកបងគ្រាន់តែចុចកន្លែងសញ្ញាដូចអាចមានបង្ហាញនេះមកនឹងឃើញមានលុបទឹកប្រាក់ចូលហើយបន្ទាប់មកបងគ្រាន់តែចុច back ទៅវិញចូលកន្លែងខ្ញុំបានដដែលរើសលេខកូដប្រអប់មួយណាដែលបងចង់ស្នើដឹកឬមួយក៏ដកហ្នឹងអញ្ចឹងកន្លែងនេះបងគ្រាន់តែបំពេញជាលេខកូដសម្ងាត់របស់ app Loda របស់បងបន្ទាប់មកយើងអាចធ្វើការបង់ប្រាក់បានហើយអញ្ចឹងពេលដែលធ្វើការបង់ប្រាក់រួចលេខកូដប្រអប់មួយហ្នឹងវានឹងចូលនៅក្នុងកន្លែងបានបង់ប្រាក់រួចបងគ្រាន់តែចុចចូលកន្លែងហ្នឹងបន្ទាប់មកយើងមើលទៅលើលេខកូដប្រអប់មួយណាដែលបានបង់ប្រាក់រួចមិញហ្នឹងបន្ទាប់មកយើងធ្វើការ select នៅលើលេខកូដប្រអប់មួយហ្នឹងហើយធ្វើការដាក់ស្នើបើសិនជាបងធ្វើការដាក់ស្នើហើយវាលោតចេញឃ្លាំងផ្សេងរបស់ Loda មួយទៀតបងគ្រាន់តែចុច back ទៅវិញបន្ទាប់មកយើងធ្វើការកំណត់ទីតាំងទទួលអីវ៉ាន់ម្ដងទៀតសម្រាប់ទីតាំងទទួលអីវ៉ាន់ហ្នឹងបងត្រូវប្រកាសថាវានៅជិតឃ្លាំងដែលបងបានដាក់អីវ៉ាន់ហ្នឹងអញ្ចឹងបើសិនជាទីតាំងទទួលអីវ៉ាន់នៅឆ្ងាយពីឃ្លាំងដែលបានដាក់អីវ៉ាន់ហ្នឹងអញ្ចឹងគឺតម្រូវបងធ្វើការផ្ទេរសាខាហើយនៅពេលស្នើដឹកហើយបងគ្រាន់តែចុចចេញមកវិញបន្ទាប់មកចូលកន្លែងការដឹកជញ្ជូនពេលដែលឃើញបែបនេះគឺមានន័យថាបងបានស្នើដឹកហើយពេលដែលចុចកន្លែងច្រើនទៀតហ្នឹងគឺវានឹងមានលោតលេខកូដប្រអប់ដែលបងបានស្នើដឹកមិញហ្នឹងបន្ទាប់ពីធ្វើការស្នើដឹកហើយជាធម្មតារយៈពេល2ថ្ងៃខាងឃ្លាំងគាត់នឹងធ្វើការរកអីវ៉ាន់ហ្នឹងហើយតាក់ទងមកបងធ្វើការដឹកជញ្ជូនអីវ៉ាន់ហ្នឹងជូន